ឈ្មោះស៊ីមៀនចំណែកខ្ញុំឈ្មោះកេលីពួកយើងទាំងពីរនាក់ឡើងសន្ទនាអំពីជនបទសារៈប្រយោជន៍នៃទឹកសួស្តីគីលីខ្ញុំលើកគេថាទឹកសំខាន់ណាស់សម្រាប់គ្រប់រូបគ្រប់យ៉ាងមានក្នុងបាតនេះតាមពិតមែនទេនឹងឲ្យស៊ីមានទឹកជាប្រភពជីវិតដែរនឹងអត់ថាទឹកសំខាន់យ៉ាងណាចំពោះមនុស្សបាទហើយមនុស្សក៏ត្រូវការទឹកសម្រាប់ផឹកងូតដោយធ្វើស្រែចម្ការបើគ្មានទឹកយើងមិនអាចរស់នៅបានទេតែដឹងទេថាទឹកសំខាន់យ៉ាងណាចំពោះសត្វសត្វក៏ត្រូវការទឹកដូចគ្នាទឹកជាផែនអាហារជាជំរំរបស់សត្វដូចជាត្រីដំរីនិងសត្វស្លាបជាដើមបើគ្មានទឹកវានឹងស្លាប់តែនឹងទេថាទឹកសំខាន់យ៉ាងណាចំពោះរុក្ខជាតិប៉ុន្តែរុក្ខជាតិក៏ពុំសូវលូតលាស់បានដូចគ្នាទឹកជាសារធាតុចិញ្ចឹមជីវិតសម្រាប់ដំណាំនិងព្រៃឈើអញ្ចឹងហើយទឹកការពារបរិស្ថានឲ្យមានលំនឹងអេកូឡូស៊ីនិងនឹងជួយរក្សាសីតុណ្ហភាពផែនដីដូច្នេះយើងត្រូវសន្សំទឹកនិងការពារវាពីការបំពុលតើយើងយកព្រមតើយើងជួយចែករំលែកចំណេះដឹងនេះទៅកាន់មិត្តភក្តិយើងដើម្បីឲ្យគេយល់ច្បាស់អំពីសារធាតុប្រយោជន៍នៃទឹកផលល្អណាស់ទឹកជាវត្ថុធាតុដ៏មានតម្លៃទឹកជាធម្មពលជាមធ្យោបាយដឹកជញ្ជូនទឹកសម្រាប់ការអប់រំនិងការស្រាវជ្រាវទឹកជាជីវិត